ប្រហែលគ្មានសមត្ថភាពមកសន្តាគារលំដាប់បែបហ្នឹងចឹងលោកនូនអាចឈប់ធ្វើអីឆាំអង្គុយមកបងรู้ว่าពេលនេះជាបុគ្គលិកក្រុមហ៊ុនហើយអាចដឹងទេប្រាក់ខែមួយឆ្នាំរាប់លានឯនោះណាចូលរួម take off ផងណាននមិត្តភក្តិទាំងអស់គ្នាចង់ដឹងថានាងធ្វើការអីនៅក្រុមហ៊ុនណាដែរទៅប្រហែលជាមិនមែននៅគូរូបដដែលទេណាបានឮថាពីមុនពេលតាក់ទងជាមួយ Hello ឯងនៅតែក្នុងបន្ទប់គូរូបគ្មានពេលចេញទៅរកបន្តិចទៅតែសោះសម័យនេះអ្នកគូរូបតែមួយមុខប្រកាសជាដាច់ពោះស្លាប់អង្ខានទេគូរូបក៏ល្អដែរតាគឺតាំងកន្លែងលក់តូចៗនៅមុខផ្ទះមួយថ្ងៃហោចណាស់ក៏លក់បាន50យន់ដែរនូនស្វាមីឯងប្រហែលជាមិនមកទេគេត្រូវធ្វើការថ្ងៃនេះថ្ងៃសៅរ៍ណាក្រុមហ៊ុនអីធ្វើការតែថ្ងៃសៅរ៍ទៀតនាងមើល Hello ទៅធ្វើការនៅក្រុមហ៊ុនធំមានបំណត់ឆ្នាំប្រាក់ខែទី14និងប្រាក់សុខុមាលភាពទៀតចាប់ប្តីឯងធ្វើការអីគេការងារប្តីគេប្រហែលសំខាន់ខ្លាំងណាស់សែងឥតធ្វើសំណងមួយឆ្នាំធ្វើការរាល់ថ្ងៃព្រោះបើគ្មានអ្នកធ្វើការបើគ្មានអ្នកសែងឥតការងារក៏ត្រូវឈប់ដែរមិនអញ្ចឹងហីប៉ុណ្ណឹងបានហើយហេតុអីនូនខ្លាចគេនិយាយដល់មិត្តប្រុសនាងមែនទេនៅក្នុងចិត្តនេះនៅនឹកដល់ Hello ទៀតមែនទេថាទៅមើលកុំអីននរវាងពួកយើងតែពីរមិនអាចទៅរួចទេខ្ញុំធ្វើការនៅក្នុងក្រុមហ៊ុនចំណែកនាងគ្រាន់តែជាអ្នកគូគំនូពិតជាខុសគ្នាខ្លាំងណាស់កុំមកខាត់ពេលជាមួយនឹងខ្ញុំលោកធ្វើការងារអីជារឿងរបស់លោកខ្ញុំមិនអាចគិតថាលោកខ្ពងពោះជាអ្នកផ្សេងទេប៉ុណ្ណឹងខ្ញុំគ្រប់គ្រាន់ហើយនូនអញជាមួយពួកយើងជាមិត្តភក្តិគ្នាណាមកចូលកាយមួយទៅនូនវិនចូលកាយនាងហើយហេតុអីក៏នាងមិនអត់កិត្តិយសឲ្យគេអញ្ចឹងអេនូននេះជាកដោខួបកំណត់អីឲ្យលោកឲ្យខ្ញុំណាជាមុតពិសេសនាងមានសមត្ថភាពសងទេខ្ញុំសុំទោសហើយគឺនាងតាំងចិត្តច្បាស់ណានាងថ្លៃប្រហែលខ្ញុំជាអ្នកចាញ់ឲ្យថ្លៃប្រហែលខ្ញុំជាអ្នកចាញ់ឲ្យនៅហ៊ានមកទៀតហ៎ជុតនាងតម្លៃប្រហែលខ្ញុំជាអ្នកចាញ់ជំនួសជុតរបស់ខ្ញុំជា brand Hermes គំរូពិសេសតម្លៃ2សែននៅក្នុងការនេះមាន5សែនមនុស្សស្អីហ្នឹងដកលុយ5សែនចេញមកងាយៗម្លេះហើយជាណាខ្ញុំជាស្វាមីនួនអូយលុយខ្ញុំឲ្យទៅហើយមិញនាងតែពីនួនដូច្នេះនាងត្រូវតែសុំទោសដល់ទៀតណាហេតុអីខ្ញុំត្រូវសុំទោសដែលនាងធ្វើឲ្យប្រឡាក់ក្លាយរបស់ខ្ញុំហើយនេះគិតថារឿងធម្មតាខ្ញុំថាសុំទោសមនុស្សអីស្ដាប់ដឹងរឿងខ្ញុំមិនចង់និយាយលើកទី2ទេនួនស្វាមីនាងក៏ធ្វើបាបពួកយើងហើយណានូនពួកយើងជាមិត្តគ្នាយូរបានជួបគ្នាម្ដងប្តីឯងបែរជាមករករឿងទៅវិញនៅមិនតាត់ដឹងថាក្នុងកាប់នេះមាន5គាត់ដែរអត់ទេពួកនាងក៏មកអ៊ុតនឹងមុខយើងទៅហើយម្យ៉ាងវិញទៀតម្សិលមិញប្តីរបស់នាងពាក់ឈុតកម្មករអន្តមិនក៏ថ្ងៃនេះយកលុយ5សែនចេញមកងាយៗម្លេះខ្ញុំដឹងហើយនាងមិនមែនត្រឹមតែកម្មវិធីជួបជុំមករួមថ្នាក់ទេពួកនាងគ្រាន់តែចង់មើលថាជីវិតខ្ញុំពេលនេះចាំមិនថាខ្ញុំនិយាយត្រូវទេណែនួនកុំធ្វើខ្លួនគួរឲ្យស្អប់អីនិយាយម្ដងទៀតទៅមើលមិញនេះខ្ញុំគ្រាន់តែនិយាយលេងសើចទេធ្វើឲ្យខឹងទៅហើយគ្រាន់តែឈុតប៉ុណ្ណឹងនោះនូនឲ្យប្តីឯងអង្គុយចុះទៅយើងញ៉ាំបាយជុំគ្នាណាមិនឲ្យនូនពួកយើងជាមិត្តភក្តិគ្នាគ្រាន់តែនិយាយលេងសើចទេអញកុំគិតច្រើនពេកអីមកគ្រប់គ្នាអង្គុយចុះទៅវិនប្តីរបស់នូនមកអត់ស្អាតតាឯងថាទៅមើលស្រស់សង្ហាដូចព្រះរាជបុត្រដែរទេសង្ហាស៊ីបានមែនសន្តិសុខនៅខាងក្រៅមើលទៅសង្ហាដែរតាគេគ្រាន់តែជាអ្នកដឹកអត់ធ្វើការសំណងតែប៉ុណ្ណោះមកសង្ហាដល់ថ្នាក់នេះជាកម្មករសែងអត់ពិតមែនទេនូនគេខ្ញុំធ្វើការវិនិយោគសម័យនេះណាលោកអីវ៉ាន់តាមមុខផ្ទះក៏ហៅថាជាការវិនិយោគបានដែរបើគ្មានលុយមិនបាច់ព្យាយាមអ៊ុតគេទេមិនដូចថាលោករបស់ខ្ញុំទៅរៀនចប់ក៏បានធ្វើការជាមួយក្រុមហ៊ុនលូប្រាក់ខែក៏ខ្ពស់មិនប្រហែលថ្ងៃក៏ខ្លាចជាបុគ្គលិកប្រចាំចង់ប្រាក់ខែប្រចាំឆ្នាំសរុបរាប់លានឯណោះណាគឺជាក្រុមហ៊ុនលូចាំអញប្រហែលជាមិនស្គាល់ក្រុមហ៊ុនលំដាប់លេខ1នៅក្រុងណានទេបានហើយបាញ់និយាយទៀតទេបាញ់និយាយទៀតនូនអញខាងណាគ្រប់គ្នាថ្ងៃនេះលោកប្រធានប្រាប់ថាចំណាយគឺហ្វ្រីទាំងអស់ហ្វ្រីមែនទេវិនលោកប្រធានម្ចាស់សន្តាគារនេះជាពូរបស់នាងហើយក៏ជាសមាជិកពិសេសគាត់ប្រហែលជាចាត់ការត្រៀមឲ្យនាងជាមិនខានប្រហែលជាអញ្ចឹងហើយលោកពូខ្ញុំនេះមានអ្វីមិនព្រមប្រាប់មុនទេខាងសន្តាគារបានត្រៀមឈុតអាហារថ្មីសូមលោកជ្រើសរើសអាហារដែលលោកចូលចិត្តទៅនាងកំងទៅខ្ញុំកំងទេអញ្ចឹងខ្ញុំយកមាន់ស្ងប់សិតហើយចុះលោកចង់ញ៉ាំអីទៀតទេនាងកំងអីខ្ញុំញ៉ាំទាំងអស់អញ្ចឹងប៉ុណ្ណឹងចុះហើយសុំស្វេកក្តៅផងណាអីស្អីគេហ្នឹងហើយមកហូបសម្រាប់ជ្រូកមែនទេហ៎នេះគេសង្ហាលំដាប់ពោះពីអ្នកនេះមិនអាចឃើញសង្គមខាងក្រៅទេហើយមកហូបក៏តម្លៃថោកទៀតវ៉ៃនាងកំងទៅល្អជាងមកដល់ទីនេះហើយកំងមកហូបសម្រាប់ជ្រូកស៊ីយ៉ាងម៉េចមែនហើយវ៉ៃនាងកំងខ្លួនឯងទៅអត់ដែរឲ្យមនុស្សមកខ្ញុំមកកំងហូបត្រកកាពះសិនយកសាឡាត់ខាបៀមកហូបបន្ទាប់យកសាច់ steak sailor 4ចានយកឆ្អិនបែប medium ហើយយកទៅកម្ដៅនឹងរោយអំបិលសមុទ្រកូឡាផងយកបង្គា Greenland មិនយករបស់រុស្ស៊ីហើយបបរឆ្លៀងសមុទ្រក្រុមប៉ៅគឺសមុទ្រជាតិកម្មនឹងដាក់មកទាំងអស់មកណាហើយចុងក្រោយអារ៉ាហ្វី282ដល់ផងបាននាងមកសន្តាគារលំដាប់ខ្ពស់កំងតែមកហូបសម្រាមមិនខ្លាចអ្នកដទៃសោះចំអកទេអីអ្នកណាថាមកទីនេះញ៉ាំហូបធម្មតានោះតែនិយាយរបស់ខ្ញុំចង់ញ៉ាំអីក៏ញ៉ាំនឹងចាំបាច់ឲ្យនេះមកជាដែរមែនទេលោកពីតត្រៃណានូនកាលពីក្មេងគេក៏មិនធ្លាប់ញ៉ាំរបស់ល្អៗនេះប្រហែលមិនដឹងទេថាកាលពីក្មេងគេជាមួយម្ដាយគេប្រហែលមិនធ្លាប់រស់នៅសុខស្រួលម្ដងណាទេមែនទេថាម៉េចមិនហើយនាងជាមនុស្សកអីជាមនុស្សកមិនមែនកពីកំណត់ទេម្ដាយនាងកាលពីក្មេងដូចជាធ្លាប់មានសហាយចូលចិត្តរកមនុស្សប្រុសពេកតែអ្នកដទៃកាត់ដាត់រហូតខ្លាចជាមនុស្សកបែបនេះមាត់របស់នាងនេះវាក៏កក់ពេកហើយគួរតែលៀងចិត្តទៅណែឈ្មោះស្អីហ្នឹងឯងចង់មកមែនទេហ៊ានមកប៉ាសស្រីរបស់ជាងបាញ់កាត់ធ្វើស្អីលោកកៅមកបានយ៉ាងម៉េចហ្នឹងលោកប្រធានលោកផ្ដល់កិត្តិយសមកដល់កន្លែងនេះមិនបានស្វាគមន៍សូមទោសណាប្រធានលោកកៅប្រធានលោកអីទៅមិនបានទេឲ្យគេចាត់ការវាទៅខ្ញុំលោកកៅគេម្នាក់នេះគឺជាកម្មករមកបន្លំធ្វើជាប្រធានក្រុមហ៊ុនក៏តែងខ្លួនសង្ហាបែបនេះលោកកុំឲ្យគេបាក់បាយខ្ញុំទៅនិយាយជាមួយគេកុំឲ្យខ្ញុំអាចចម្លែកអមរឹងទេថាគាត់នេះគឺជានរណាគេគ្រាន់តែជាប្តីរបស់នួនតាលោកកៅគេគ្រាន់តែស្លៀកពាក់មើលទៅសមរម្យកុំឲ្យគេបាក់ហើយមនុស្សនៅនឹងមុខគឺជាលោកលូគឺជាអ្នកប្រុសលូដែលធំបំផុតនៅក្រុងណាននេះថាម៉េចហ្នឹងគេគឺជាលោកប្រុសដែលមានអំណាចស្មើមេឃអ្នកស្នងតកូនសេដ្ឋីនៅចំណុចខ្ពស់បំផុតអញ្ចឹងហ៎ព្រះជាម្ចាស់ជួយផងមិនបានជាអញ្ចឹងហាឡូមិននេះឲ្យប្រាប់ថាគេគ្រាន់តែជាអ្នកសែងឥតធ្វើការសំណងអីគេគឺលោកប្រុសនៅក្រុងណានឈ្មោះលូជុនជួឯងឯងគ្រាន់តែឈ្មោះដូចគាត់ឈ្មោះដូចប្រធានក្រុមហ៊ុនលូតើមិនដែរទេពួកឯងចង់ចាត់ការយើងមែនទេយើងក៏ចង់ដឹងដែរថាពួកឯងចាត់ការយើងយ៉ាងម៉េចខ្ញុំអ្នកទាំងអស់គ្នាដឹងថាខ្ញុំជានរណាហើយអ្នកទាំងអស់គ្នាក៏ដឹងដែរថាវិធីខ្ញុំចាត់ការយ៉ាងម៉េចវាមិនអាចទៅរួចទេប្រហែលច្រឡំឲ្យលោកកៅជាប្តីរបស់នូនមិនអាចទៅរួចទេលោកប្រុសលូជាលោកប្រុសតកូលធំបំផុតនៅក្រុងណាននាងគ្រាន់តែជាកូនស្រីអ្នកបម្រើស័ក្តិសមជាមួយលោកប្រុសលូចឹងយើងស្រាញនាងចាំបាច់អានេះគិតចំនួនឯងមែនទេលេខាចិនពិនិត្យឈ្មោះនៅក្នុងក្រុមហ៊ុនមានមនុស្សណាឈ្មោះលីហួរទេបណ្ដឹងចេញពីក្រុមហ៊ុនហើយឲ្យគេចាក់ចេញពីក្រុងណានបានលោកប្រធាន
លោកប្រធានខ្ញុំខុសហើយខ្ញុំពិតជាខុសពិតមែនលោកម្ចាស់បើខ្ញុំដឹងថាលោកជាប្រធានក្រុមហ៊ុនតាំងពីដំបូងនោះខ្ញុំមានជីវិត10ក៏ខ្ញុំមិនហ៊ានដែរនួនយល់ដល់យើងជាមិត្តភក្តិនឹងគ្នាសូមជួយខ្ញុំផងបានទេ ជាមិត្តទេជាមិត្តស្អីទៅមិញនេះពួកឯងគ្រប់គ្នានិយាយមើងងាយយើងដល់ពេលនេះមកសុំឲ្យយើងមានទឹកចិត្តអញ្ចឹងមែនទេនួនមិញនេះពួកយើងគ្រាន់តែនិយាយលេងទេពួកយើងដឹងខ្លួនខុសហើយបាត់ប្តីរបស់ខ្ញុំគ្រាន់តែជាមនុស្សធម្មតាអ្នកលក់អីវ៉ាន់តាមផ្លូវសាកសមនឹងត្រូវមើងងាយមែនទេនួនយើងដឹងខុសហើយ មែនហើយមុននេះពួកយើងគ្រាន់តែនិយាយលេងសើចទេនិយាយលេងសើចទេមែនទេនួនតាមពិតទៅខ្ញុំដឹងខុសហើយគិតទៅនាងទើបតែរៀបការជាមួយគ្រួសារដ៏ល្អហើយខ្ញុំទើបតែចាប់ផ្ដើមធ្វើការមកបំផ្លាញអនាគតបាត់នេះមិនបានទេ កុំនិយាយដល់ការងារអីមនុស្សដូចជាអញទោះបីជារៀនចប់ដុកទ័រក៏បានត្រឹមតែជាមនុស្សអាក្រក់ធ្វើឲ្យគេឈ្មោះអង្គភាពប្រឡាប់ប្រឡូកអស់តោះយើងទៅ មែនហើយលោកកៅក្រុមការរស់ស៊ីទីខ្ញុំចូលរួមវិនិយោគប៉ុន្តែពីអ្នកដែលធ្វើបាបប្រពន្ធរបស់ខ្ញុំមិញនេះលោកគួរតែចាត់ការយ៉ាងម៉េចដែរទៅខ្ញុំដឹងថាលោកពេញចិត្តតែមិនហើយអញ្ចឹងលោកមែនហើយចុះមកហូបមិញនេះអ្នកណាជាអ្នកជិះលុយទៅ នាងលោកកៅលីវិនវិនម្នាក់នេះគ្មានអីពាក់ព័ន្ធនឹងយើងទេ មកហូបថ្ងៃនេះគឺអស់280លានលីវិនវិនឲ្យតឬមួយក៏បាញ់តាមការ 280លានលោកកៅខ្ញុំគ្មានលុយច្រើនដល់ថ្នាក់ហ្នឹងទេអំបញ្ញមិញបុគ្គលិកប្រាប់ថានឹងបញ្ចុះតម្លៃសម្រាប់ពួកយើងនោះអី បញ្ចុះតម្លៃគឺយើងត្រៀមឲ្យតែអ្នកប្រុសតែប៉ុណ្ណោះទេវាគ្មានអ្នកពាក់ព័ន្ធជាមួយនឹងពួកនាងទេបើមិនឲ្យលុយទេយើងនឹងចាត់ការតាមវិធីរបស់ពួកយើង នៅក្នុងកាខ្ញុំមានតែមួយសែនលោកកៅខ្ញុំគ្មានលុយច្រើនដល់ថ្នាក់ហ្នឹងទេ ក្មេងៗថានាំនាងទៅកន្លែងច្រានបាយឲ្យនាងលាងចានឆ្នាំទៅឲ្យនាងនៅក្នុងស្ថានភាពនេះរហូតដល់កាត់លុយរួចរាល់ចំណែកអ្នកផ្សេងចាត់ការតាមការស្រួល លាងចានមែនទេខ្ញុំទៅលាងចានបានយ៉ាងម៉េចទៅលោកកៅកុំអីណា លោកកៅខ្ញុំកំពុងតែរៀនមហាវិទ្យាល័យឲ្យខ្ញុំទៅលាងចានចាំមិនអាឡូអ្នកគ្រប់គ្រងឈិនអាឡូខ្ញុំសូមប្រកាសឯងត្រូវបានបណ្តេញចេញពីក្រុមហ៊ុនលោកជាសាធារណៈចាប់ពីពេលនេះទៅមានក្រុមហ៊ុនណាទទួលឯងធ្វើការទៀតទេអាឡូអ្នកគ្រប់គ្រងឈិនអាឡូចាប់ហើយ សម្បុកហើយ ថ្ងៃនេះខ្ញុំអរគុណលោកខ្លាំងណាស់ ម្នាក់ឈ្មោះហឺលូនោះជាសង្សារចាស់របស់នេះមែនទេ កុំនិយាយដល់គេអីនិយាយដល់គេធ្វើខ្ញុំក្តារចិត្តណាស់ពេលប្រឡងចប់បានរៀនបន្តក៏មើលងាយខ្ញុំតែរៀនចាប់ត្រឹមថ្នាក់អនុវិទ្យាល័យហើយតាក់ទងជាមួយស្រីហ្នឹង នាងនៅតែស្រឡាញ់គេមែនទេ ខ្ញុំស្រឡាញ់គេហ៎ខ្ញុំប្រាប់ចុះណាទោះបីមនុស្សប្រុសលើលោកស្លាប់អស់នៅតែគេម្នាក់ក៏ខ្ញុំស្រឡាញ់ដែរមនុស្សប្រុសលើលោកនេះគ្មានមួយណាល្អទេម្នាក់ចូលចិត្តស៊ីក្នុងចានសម្លឹងក្នុងឆ្នាំង បានន័យថាម៉េចហ្នឹង សំទោសណាមិញនេះខ្ញុំក្តារចិត្តពេកគឺនៅមានមនុស្សប្រុសល្អដូចជាប្រធានលោកនោះអីមិនអីទេណា លោកប្រធានមានរឿងអីកើតឡើងមែនទេ ណែលោកជីណាមានមនុស្សស្រីម្នាក់និយាយថាប្រុសនៅលើលោកនេះគ្មានប្រុសណាល្អម្នាក់នោះទេបានន័យថាម៉េចទៅ នាងប្រហែលជាខូចចិត្តរឿងស្នេហាយ៉ាងធ្ងន់ធ្ងរបើមិនអញ្ចឹងទេក៏មិនទាន់អាចបំភ្លេចស្នេហាចាស់របស់គាត់ មិនទាន់ភ្លេចបាន លោកប្រធានចង់ទៅណាហ្នឹង ខ្ញុំចង់ទៅរកលោកឋានថតរឿងសង្សារចាស់មកពិភាក្សាគ្នាណាលោកយន់ឈឹងនេះជារូបគំនូររបស់គេខ្ញុំមិនបានឃើញគំនូរគេមក3ឆ្នាំហើយរូបនេះជាមួយនឹងគេគឺស្ទាយខុសគ្នាខ្លាំងណាស់ សំទោសមិញនេះគឺលោកគ្រូយន្តប្រាប់ថាជើងគាត់មានរបួសគាត់ប្រហែលជាត្រូវសម្រាហើយគាត់សម្រាប់ប្រហែលជា10ថ្ងៃហើយខាងបណ្ណាល័យប្រាប់ថានឹងរកមនុស្សមកជំនួស បន្តិចទៀតខ្ញុំមានសម្ភារបទសន្ទនាខ្ញុំមិនចូលចិត្តទៅយឺតទេ អញ្ចឹងចាំខ្ញុំទៅទឿនគេបន្ថែមទៀតចុះ មិនបាច់ទេខ្ញុំរកមនុស្សសាកសមបានហើយនោះអីសួស្ដីខ្ញុំលោកយន់ឈឹង លោកយន់ឈឹងរូបនេះជារបស់លោកមែនទេ មែនហើយគំនូរនេះខ្ញុំគូរដោយខ្លួនឯងបើចូលចិត្តខ្ញុំអាចឲ្យនាងបានប៉ុន្តែនាងត្រូវជួយខ្ញុំឬមួយ ជួយអ្វីទេ មកតាមខ្ញុំ ទឹកអនាម័យស្ត្រីក្លិនដែលមានវត្ថុធាតុដើមសំខាន់ៗចម្រាញ់ចេញពីធម្មជាតិដូចជា Chamomile, Peppermint Extract, Natural Antibacterial, Inflammatory និង Aloe Vera Tocopol Vitamin E Skin Care ស្រាលស្រទន់ស័ក្តិសមបំផុតសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃមានកម្រិត pH 4.5 ការពារភាពស្ងួតរលាករមាស់ លោកគ្រូរំខានជួយរំកិលខិតបន្តិចទៀតមកដើម្បីមានភាពស្និទ្ធស្នាលណាស្អាតណា នាងស្អប់ខ្ពើមខ្ញុំដែរទេ មិនស្អប់ខ្ពើមទេ អូខេបន្តិចទៀតស្និទ្ធអញ្ចឹងល្អណាស់ស្អាតណាស់បែបនេះ នេះជាបងប្រុសលោកប្រធានយន់ឈឹងដូចជាអ្នកប្រុសយន់ឈឹងគឺតែត្រឡប់មកប្រទេសវិញក៏មកចូលរួមសមាគមជាងណានប្រាក់កម្រៃទាំងអស់បរិច្ចាគទៅក្មេងក្រីក្រនោះជាលោកស្រីតា ខ្ញុំឃើញហើយតាខ្ញុំមិនខ្វះភ្នែកទេខាត់ចិត្តគ្នាបន្តិចទៀតថតដូចកំពុងតែថើគ្នាអញ្ចឹងណា មិនបាច់ខ្លាចទេគ្រាន់តែប្រើជ្រុងកាមេរ៉ា ស្អាតណាស់បែបហ្នឹងស្អាតណាស់ ខ្ញុំសូមជួបបន្ទប់ទឹកសិន តែ ណា ជាន់ទី2ឲ្យខ្ញុំជុំទៅទេ មិនបាច់ទេលោកយន់ជូហេតុអីលោកមកទីនេះ ខ្ញុំទេដែលត្រូវសួរនាងនោះហេតុអីក៏មកទីនេះដែរ ខ្ញុំមកមើលការតាំងពីពណ៌រូបគំនូរនៅទីនេះល្បីខ្លាំងណាស់ខ្ញុំទើបបានរៀនសូត្រតាម មកមើលរូបគំនូរហើយក៏ត្រូវអោបហើយក៏ត្រូវខោអញ្ចឹងដែរ ខ្ញុំមានបានអប់ដែរណា ខ្ញុំឃើញហើយ មិញនេះគឺលោកយន់ឈឹងគេជា idol ខ្ញុំ3ឆ្នាំមុនដោយសារតែមានបញ្ហាសុខភាពទើបបានជាគេចេញពីរង្វង់សិល្បៈនេះចែកដល់ខ្ញុំជួបគេកំពុងថតម៉ូគេខ្វះអ្នកថតម៉ូទើបហាក់ខ្ញុំឲ្យជួយទៅ ណាថតមកស្អីទៅហេតុអីក៏នឹកគៀកគ្នាបាននេះ ខ្ញុំមិនបាននៅចិត្តដល់ថ្នាក់ហ្នឹងទេលោកលេងខ្ញុំទៅខ្ញុំឈឺណា ហាមតើអត់សោះណា លោកចង់ធ្វើអីគេនេះគឺការងារក្បាត់ដំបងខ្ញុំថតរួចហើយខ្ញុំនៅសល់ពេលកណ្ដាលទៀតបើខ្ញុំមិនថតវា នេះលេខាឈិនប្រាប់លោកយន្តឈិនទៅថាការចាក់តាំងពីពណ៌រូបភាពចាក់ការដល់ខ្លួនឯងមនុស្សខ្ញុំនាំត្រឡប់ទៅវិញហើយ
លោកគ្រូយន្តខ្ញុំតាក់ទងទៅនឹងបានទេអន្តិចដល់ពេលត្រូវថតហើយណា នាងប្រហែលជាបង្វិញផ្លូវជាន់ទី2ខ្ញុំលោកប្រធានឲ្យខ្ញុំមកប្រាប់ថាគាត់នាំអ្នកស្រីត្រឡប់ទៅវិញហើយចំណែករឿងថតនឹងចូលចាត់ការខ្លួនឯងសិល្បករនៅក្នុងការគ្រប់គ្រងលោកគ្រប់ស្ទាយនេះនឹងផ្លាស់វិញគ្នាឲ្យលោកជ្រើសរើសដោយខ្លួនឯងលោកជាមនុស្សរបស់បងប្រុសខ្ញុំហើយបាន បាទណា ខ្ញុំចូលលេងខ្ញុំឈើណា ឡើងនាងមែនទេឡើងនាងអត់ទៅថតជាមួយនឹងគេមែនទេ អីក៏លោកជាមនុស្សបែបនេះខ្ញុំប្រាប់ហើយថាគ្រាន់តែជាការថតម៉ូដហេតុអីក៏លោកជាមនុស្សចិត្តចង្អៀត ខ្ញុំចិត្តចង្អៀតមែនទេ ឬវាមិនបាច់ខ្ញុំទៅបានជួប idol ទៅបាននិយាយជាមួយនឹងគេថតរូបជាមួយនឹងគេល្អដល់ថ្នាក់ហ្នឹងខ្ញុំទៅហើយ ជួបអត់ទេ